ជំរាបសួរបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាជាពិសេសអតីតសិស្សដែលធ្លាប់រៀននៅវិទ្យាល័យព្រះសីហនុខ្ញុំធ្វើវីដេអូនេះដើម្បីសុំការជួយឧបត្ថម្ភគាំទ្របន្ថែមដល់បងប្អូនដែលជាក្លឹបមនសិការពលរដ្ឋល្អខេត្តកំពង់ចាមដែលពួកគាត់កំពុងតែអនុវត្តនៅគម្រោងកែប្រែវាលស្មៅនៅក្នុងវិទ្យាល័យឲ្យคล้ายទៅជាសួនផ្កាដ៏ស្រស់បំព្រងចម្រុះពណ៌ហើយគម្រោងនេះក៏គាត់បានសម្រេចនៅសួនមួយជ្រុងហើយឥឡូវកំពុងតែបន្តនៅសួនមួយជ្រុងទៀតហើយគាត់មានសួនរហូតដល់ទៅ4ជ្រុងចានៅលើវាលស្មៅដ៏ធំធេងនេះគឺនឹងប្រែคล้ายទៅជាសួនផ្កាក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូក្លឹបមនសិការនឹងតែម្ដងហើយមានលោកនាយកវិទ្យាល័យក៏គាត់ជួយឧបត្ថម្ភគាំទ្រជ្រោមជ្រែងអស់ពីចិត្តពីថ្លើមច្រើនមែនតែនព្រោះគម្រោងនេះធំត្រូវការចំណាយថវិកាច្រើនទាំងការចាក់បំពេញដីទាំងការធ្វើផ្លូវបេតុងបន្ថែមទិញពូជផ្កាផ្សេងទៀតច្រើនមែនតែនដូច្នេះគាត់នៅខ្វះថវិកានៅឡើយខ្ញុំសង្ឃឹមថាបងប្អូននឹងចូលរួមជួយតាមសទ្ធាជ្រះថ្លាទោះបីតិចក្តីច្រើនក្តីដើម្បីបន្តលើកទឹកចិត្តបងប្អូនចូលរួមអភិវឌ្ឍសាលារៀនរបស់យើងឲ្យបានស្រស់បំព្រងថែមមួយកម្រិតទៀតហើយសង្ឃឹមថាបងប្អូនដែលបានជិះកាត់កុំភ្លេចចូលថតរូបលេងកម្សាន្តផងចាមើលសម្បីលោកនាយកលោកអីគាត់មកជួយអស់ហើយដើម្បីសម្រេចគម្រោងនេះខ្ញុំសូមជូនពរនិងសូមអរគុណទុកជាមុនចំពោះបងប្អូនដែលបានជួយ